តោះសួស្តីបងប្អូនយើងក៏មករបស់សិទ្ធិកិច្ចក្រៅព័ន្ធដាក់មកវីដេអូទៀតផ្ញើជូនទៅអស់លោកអ្នកដែលបានរៀនសូត្រជ្រៅជ្រះពងពោះពាក់អាវធំអង្គុយក្នុងអុកវីសបញ្ចេញទ្រឹស្ដីដែលហើយនឹងពួកអាផលិតវីដេអូហើយនឹងពួកអាដែលប៉ះពាល់ផលប្រយោជន៍ក្រុមហ៊ុនបរទេសដែលឲ្យភាគលាបបន្តិចបន្តួចនេះក៏ពួកដេកស្ដាយកើតទុកសុខចិត្តចេញវីដេអូអស់ជាប្រមាណមកលើពួកកង់3ផ្ដាំផ្ញើទៅពួកអស់លោកជាពិសេសបាទអស់លោកជាពិសេសអស់លោកមានដឹងទេហើយអ្នកខ្លះនោះវាពួកអាចមានចំណេះដឹងមួយចំនួននោះវាបានរុញអូសិតតែចេញមកថាណាពួកអស់លោកអ្នកបើកបោកង់3ម៉ូតូដុំម៉ូតូអីណាឲ្យខំបើកទៅរៀនបើកបោរៀនអីយកបានបើកបោហើយទៅផ្លាស់ប្ដូរពីវត្តទៅជាមួយគេមួយឯងទៅចុយមកពួកឯងហ្នឹងឯងរុញឲ្យពួកបងប្អូនសេដ្ឋកិច្ចក្រៅព័ន្ធហ្នឹងឯងខំប្រឹងឲ្យរុញពួកអញហ្នឹងឲ្យទៅធ្វើការស៊ីប្រាក់ខែបរទេសមែនណាអញសួរឯងធ្វើការស៊ីប្រាក់ខែគេហ្នឹងក្រុមហ៊ុនគេអ្នកកំណត់ពេលវេលាអីក៏ឯងអ្នកទៅធ្វើការសុំគេធ្វើទៅបើកឡានឲ្យគេស៊ីប្រាក់ខែគេហ្នឹងទៅកំណត់ពេលវេលាខ្លួនឯងហើយមានដឹងអត់ថាឃើញហើយមានបានឃើញអត់មានបងប្អូនខ្លះប្រកបមុខរបររត់កង់3រត់អីហើយឃើញហើយឃើញពួកគាត់ដាក់កូនដាក់អីទៅជាមួយឯងទៅសារបន្ទុកចឹងឯងទៅធ្វើការស៊ីប្រាក់ខែគេឲ្យយកកូនយកអីយកទៅជាមួយបានអត់គេឲ្យទៅអត់ហើយបើប្រពន្ធកូនឯងគ្រួសារឯងក្រុមគ្រួសារឯងឬក៏ឯងឈឺស្កាត់អីនេះឈប់4 5ថ្ងៃឲ្យសួរក្រុមហ៊ុនគេអនុញ្ញាតឲ្យឯងអត់មើលឯងគិតឡើងវិញឲ្យខ្លះមកពួកអត់អីអញដូចឆ្ងល់នឹងពួកអាអ្នកមានចំណេះដឹងមួយចំនួនដល់ចុយម៉ាយអញទៅត្រង់មកដល់ម៉ោងនេះនៅពួកឯងនៅជំរុញគិតអត់វែងឆ្ងាយទៀតបងប្អូនប្រកបមុខរបរសេដ្ឋកិច្ចក្រៅព័ន្ធណាបញ្យល់ក្បាលពួកឯងតិចបងប្អូនប្រកបមុខរបរសេដ្ឋកិច្ចក្រៅព័ន្ធណាដោយសារមូលហេតុជ្រើសរើសយកប្រកបមុខរបរសេដ្ឋកិច្ចក្រៅព័ន្ធទី1មានពេលវេលាបើសិនប្រពន្ធធ្វើការយើងមានពេលវេលាជូនប្រពន្ធធ្វើការជូនកូនទៅរៀនដល់ម៉ោងយើងអាចទៅយកកូនមករៀនវិញភ្ជុកបាយភ្ជុកអីកូនហើយដល់ម៉ោងមកយកកូនរៀនពេលថ្ងៃអាចទៅយកកូនជិតអីទៅរៀនទៀតមានម៉ែឪចាស់ជ្រាអីទៀតគាត់អាចជួយមើលបានអញ្ចឹងប្រពន្ធចេញមកទៅធ្វើការមើលបន្តទៅប្តីអីអញ្ចឹងទៅរត់កង់3រត់តាក់ស៊ីរត់ម៉ូតូរត់អីពេលយប់ពេលអីអញ្ចឹងទៀតតអញ្ចឹងដោយសារនេះវាប្រកបមុខរបរសេដ្ឋកិច្ចក្រៅព័ន្ធវាមានចំណុចអញ្ចឹងបានពួកខ្ញុំខំប្រឹងចុះពួកឯងខំប្រឹងស្អីឡើងត្រាំមកស្អីឡើងអាងតែពួកឯងមានប្រជាប្រិយភាពនៅក្នុងបណ្ដាញសង្គមអាងតែស្អីគេតាំង profile ខ្លួនឯងឈ្មោះខ្លួនឯងសិតតែមានអីសិតតែបណ្ឌិតស្អីសិក្សាស្រាវជ្រាវច្បាស់លាស់ឲ្យបានជ្រៅជ្រះហើយចុះឯងមិនឯងចង់នៅលើប្រទេសហ្នឹងឯងចង់ឲ្យរុញឲ្យតែប្រជាជនទាំងអស់ហ្នឹងអាណាក៏ដោយឲ្យតែមានកម្លាំងឲ្យត្រូវប្រឹងទៅធ្វើការស៊ីប្រាក់ខែពីគេបើកបរធ្វើការស៊ីប្រាក់ខែពីក្រុមហ៊ុនបរទេសពីអីចឹងទៅមកឯងគិតចឹងមែនណាអញឆ្ងល់ចុះឲ្យមកដល់ពេលពួកឯងចេញមកតែជំរុញតែនិយាយតែបងប្អូនគាត់មករបរសេដ្ឋកិច្ចក្រៅព័ន្ធសាគាត់មានទុកលំបាកប្រកបមានពេលវេលាច្រើនដល់ចឹងក៏គេលៃលោកពេលវេលាគឺដោយសារបងប្អូនយើងពួកយើងអាចកំណត់ពេលវេលាក្នុងការរកស៊ីបានខ្លួនឯងហើយចាំបើពួកឯងចេះតែរុញទៅវិវត្តខ្លួនទៅវិវត្តខ្លួនទៅឯងវិវត្តខ្លួនទៅណាហើយទៅធ្វើការឲ្យគេអ្នកកំណត់ប្រាក់ខែឯងទៅកំណត់ម៉ោងឯងទៅត្រូវធ្វើការចន្លោះពី8ម៉ោងទៅ10ម៉ោងណាហើយហ៊ានឈប់4 5ថ្ងៃបើសិនឯងធ្លាក់ខ្លួនឈឺឯងហ៊ានសុំគេឈប់4 5ថ្ងៃឯងឈប់4 5ថ្ងៃចៃដន្យប្រពន្ធឯងកូនឯងគ្រួសារឯងបងប្អូនម៉ែឪឯងធ្លាក់ខ្លួនឈឺឯងហ៊ានទៅសុំគេឈប់5ថ្ងៃ10ថ្ងៃទៀតដល់ឯងទៅបានអត់ឯងសួរឯងទៅបានអត់បើសិនតែឈឺនៅក្នុងផ្ទះមានអ្នកឈឺអ្នកជាម្នាក់យើងអាចមើលថែទាំបានហើយមានប្រពន្ធនេះក៏ម្នាក់ទៀតអីគេមកចំនួនដៃទៅយើងអាចទៅស៊ីបានគប់មុខរបរបានយល់ទេផ្ដាំផ្ញើទៅពួកឯងផងអាចគួរគិតឡើងវិញណាបងប្អូនគុំមុខបរសេដ្ឋកិច្ចក្រៅព័ន្ធក៏មិនស្រួលបានដែរណាហើយមិនពួកអញរកស៊ីខុសច្បាប់ទេណានិយាយត្រង់ណាមិនពួកអញរកស៊ីខុសច្បាប់ទេណាស្របច្បាប់ដូចគ្នាបងប្អូនចូលរដ្ឋដូចគ្នាសេដ្ឋកិច្ចវិលដូចគ្នាជំរាបលាបងប្អូន